ពូវារត់ទៅបាត់ហើយប្រសើរណាស់ក្មួយមានទេពកោសល្យពិសេសមែនមិនជាទេពកោសល្យអីទេពូគឺក្មួយរៀនពីលោកតាតាមើលទៅក្មួយទំនងជាអត់ធ្មត់និងជាអ្នកចូលចិត្តស្វែងយល់ណាស់បាទពូគឺមែនហើយព្រោះក្មួយគិតតែក្នុងโลกនេះមានរឿងដែលគួរឲ្យចង់ដឹងនិងស្វែងយល់ច្រើនណាស់មែនក៏អីលោកមន្ត្រីតាមពិតគឺអញ្ចឹងសោះណោះបើអ្វីក៏ធ្វើសូមជួយយើងបន្តិចមកអាសេនាកាស្មៅតែជាស្អីទៅលបងសេនាណែបើថាទំនេរទៅជួយប្រក់ដបូលផ្ទះខ្ញុំផងហើយពុះអស់នឹងកាប់ដីក្រោយផ្ទះផងដែរណាចាំខ្ញុំឲ្យបាយមកពេលនេះកំថាការងារហ្នឹងក៏ទទួលដែរណារីងបរោះពូកែអត់ធ្មើកាលពីព្រេងនេះមានបរោះពីរនាក់រស់នៅជាប់របងផ្ទះគ្នាបរោះម្នាក់ក្រណាស់តែសុភាពរៀបសារចំណែកម្នាក់ទៀតធូធាជាងបន្តិចតែគាត់គឺជាមនុស្សឆេវឆាវតែងតែមើលងាយគេផងដែរនៅផ្ទះតាមុនចៅធនថ្ងៃនេះចៅទៅស្រែទេចៅបាទលោកតាចៅទៅបន្តិចទៀតនេះហើយមិនបាច់ទៅបានទេព្រោះសន្ទូងមានទឹកហើយតែចង់ឲ្យចៅឡើងកូនភ្នំទៅបេះស្លាឲ្យតាមទៅបាទលោកតាបើអញ្ចឹងចៅដាំទឹកជូនលោកតាសិនចាំរៀបចំទឹកក្តៅទឹកតែហើយសឹមចៅទៅណាលោកតាហ្នឹងហើយបើអញ្ចឹងតាទៅសម្រាប់បន្តិចហើយណាវាដូចជារឿងឈឺចកេះបន្តិចផងបាទលោកតាបន្ទាប់ពីលោកតាមុនដើរហួសបន្តិចជួនគ្នាល្មមនោះនីវេហាក៏បានដើរមកនិងបានសួរថាណែច័ន្ទធនកំពុងរៀបចំតាណានងកំពុងរៀបចំឡើងភ្នំបន្តិចទៀតហ្នឹងណារួចចុះនេះវេហាបានអីនៅក្នុងដៃហ្នឹងគឺកណាត់សូត្រអ៊ំសេដ្ឋីផ្ញើមកឲ្យហ្នឹងណាខ្ញុំគិតថានឹងកាត់ស្លៀកនាបនចូលឆ្នាំខាងមុខនេះតែម្ដងតើឯងគិតតែស្អាតទេស្អាតណាស់បើកាត់ជាអាវជាក្បិនមុខជាកាន់តែស្អាតបំផុតហើយហ្នឹងហើយអ៊ំខ្ញុំក៏ធូរធានណាគាត់តែងតែឲ្យខ្ញុំនៅរបស់ល្អជាច្រើនមិនដូចឯងទេមានតែតាចាស់ម្នាក់ជីវភាពឡើងក្រមែនហើយវាសនាវេហាឯងល្អណាស់ឪពុកម្ដាយសុទ្ធតែមានទ្រព្យទៀតជីវិតមានរស្មីតែម្ដងតែថាខ្ញុំមានលោកតាក៏សំណាងដែរព្រោះលោកល្អណាស់ល្អបានអីស៊ីបើក្រអញ្ចឹងនោះណែកុំលើកទឹកចិត្តខ្លួនឯងអីបើថាក្រនឹងចំណានវាសនាខ្ញុំក៏និយាយមកអត់ទេខ្ញុំមិនបានចំណានវាហាឯងទេចុះថ្ងៃហ្នឹងបានអីហូបយកសម្លដើរខ្ញុំទេខ្ញុំមានស្ងោមេមាន់ក្រាបណាចាំសល់ឆ្អឹងចាំខ្ញុំយកមកឲ្យមិនអីទេអរគុណហើយណាទុកហូបខ្លួនឯងចុះព្រោះមិនដឹងថាវេហាឯងចង់ឲ្យខ្ញុំឬក៏អត់ផងទេហេនេះឯងចង់មើលងាយខ្ញុំថាខ្ញុំកំណាញ់មែនទេអត់ទេខ្ញុំមិនបាននិយាយអីមានន័យអាក្រក់ឯណាកុហកអាក្រអាលហាមឯងចាំមើលណាយើនៅសុកក៏មកជេរថាយើងកំណាញ់ហ៎ចំជាកំពូចចំណែនគេមែនថាឲ្យគេអាក្រក់ជាច្រើនម៉ាត់ឬគេនិយាយតែបន្តិចក៏ខឹងគេដាច់ក្បាលដាច់កន្ទុយតែម្ដងវេហាពិតជាឆេវឆាវមែនមិនអីទេគេគិតអីក៏គិតទៅខ្ញុំធ្វើការរបស់ខ្ញុំវិញល្អជាងវេលាចេះតែកន្លងទៅជីវភាពរបស់ច័ន្ទធនមិនធូរធារសោះឡើយហេតុនេះក្រោយឃើញការប្រកាសមួយពីលោកសេនាច័ន្ទធនក៏បានសម្រេចចិត្តថាលោកតាចៅបានលើសេចក្តីប្រកាសថានៅក្នុងរាជវាំងមានការជ្រើសរើសពលសេនាថ្មីណាមែនក៏អីចុះចៅចង់ទៅសាកល្បងប្រឡងដែរទេពិតណាស់លោកតាចៅចង់តាហើយចៅក៏ស្រឡាញ់ការងារនេះដែរបើអញ្ចឹងចៅទៅចុះតានៅទីនេះចាំមើលពីភាពជោគជ័យរបស់ចៅណាអត់ទេចៅមិនអាចទុកឲ្យលោកតានៅតែម្នាក់ឯងបានទេចៅអើយតានឹកស្រុកកំណើតណាស់តាមិនដាច់ចិត្តទៅទេតែចៅមិនអាចទុកលោកតានៅម្នាក់ឯងបានទេគ្មានលោកតាចៅនឹងមិនទៅប្រឡងធ្វើជាទាហាននោះទេចៅនេះចំមែនហើយតាមុនពិតជាអាល័យដីកំណើតគាត់ណាស់តែគាត់មិនអាចរារាំងក្តីប្រាថ្នារបស់ចៅដែរបើអញ្ចឹងតាទៅជាមួយចៅចុះចាំយើងមានពេលចាំមកលេងស្រុកយើងវិញក៏បានដែរណាបាទលោកតា
គិតសម្រាប់គ្នាហើយលោកតានឹងចៅបានធ្វើដំណើរទៅកាន់រាជវាំងលើធ្វើដំណើរហត់នោះតានឹងចៅបានឈប់សម្រាកនៅក្រោមដើមឈើដ៏ធំមួយ លោកតាសម្រាប់សិនចុះណាចៅទៅដងទឹកសិន ថ្ងៃនោះពេលដែលចន្ទធនទៅដល់មាត់ទឹកគាត់ក៏បានឃើញបុរសម្នាក់រត់មកពីទិសផ្ទុយគ្នាព្រមទាំងស្រែកឡើងថា ជួយផងពូតើពូមានរឿងអីមែនទេពូក្មួយមើលចុះនោះខ្លាធំណាស់វាមកហើយពូសូមពូពួនសិនទៅណាចាំខ្ញុំជួយដេញវាពួនជាមួយគ្នាតែក្មួយវាធំណាស់វាមានគ្រោះថ្នាក់ណាស់ណាមិនអីទេពូ សុភាពិតជាក្លាហាននិងមានល្បិចក្នុងការដេញខ្លាផងដែរគាត់ស្រែកផងអង្រួនដើមឈើផងគាត់ធ្វើមើលទៅដូចជាមានសភាពចលាចលណាស់ចំណែកខ្លាឃើញសភាពបែបនេះនោះវាក៏បានរត់ចេញបាត់ទៅ ពូវារត់ទៅបាត់ហើយប្រសើរណាស់ក្មួយមានទេពកោសលពិសេសមែនមិនជាទេពកោសលអីទេពូគឺក្មួយរៀនពីលោកតាតាមើលទៅក្មួយទំនងជាអត់ធ្មត់និងជាអ្នកចូលចិត្តស្វែងយល់ណាស់បានពូគឺមែនហើយព្រោះក្មួយគិតតែក្នុងលោកនេះមានរឿងដែលគួរឲ្យចង់ដឹងនិងស្វែងយល់ច្រើនណាស់ក្មួយមុខជាមានអនាគតល្អជាមិនខានទេមើលទៅពូទំនងជាមានចំណេះច្រើនណាស់ហើយក៏ទំនងជាមានបទពិសោធន៍ជីវិតល្អផងដែរបើពូមិនប្រកាន់ទេខ្ញុំសូមរំខានពូជួយណែនាំបន្តិចបានទេពូក៏ទំនេរដែរមិនអីទេក្មួយសួរមកចុះជាកិត្តិយសខ្ញុំណាស់ពូអូព្រះអើយមានចចកធំណាស់វាមកហើយចចកមែនទេពូឯណាទៅពូខ្ញុំមិនក៏ខ្ញុំរកមើលមិនឃើញអញ្ចឹងពូក្មួយជាមនុស្សប្រកែមែនហើយតែបទពិសោធន៍ក៏មិនទាន់គ្រប់គ្រាន់ដែរក្មួយងាយជឿគេពេកហើយនេះមានន័យថាពូកុហកគ្មានចចកឯណាទេអញ្ចឹងតើពូចង់បង្ហាញអ្វីដល់ខ្ញុំមួយមែនទេត្រូវចាំណាក្នុងលោកនេះកុំឆាប់ជឿគេពេកតែត្រូវវិភាគឲ្យបានល្អិតល្អន់មិនអញ្ចឹងទេក្មួយនឹងខកចិត្តរឿងអ្វីមួយក៏ថាបានបាទពូក្មួយនឹងចងចាំទុកពូសួរក្មួយមួយតើក្មួយគិតថានឹងមានផែនការជីវិតបន្តបែបណាដែរជន់គ្នានោះដែរវេហាក៏បានដើរឆ្លងកាត់មកនិងបាននិយាយកាត់សម្ដីរបស់ចន្ទធនថាចន្ទធនវាក្រណាស់គ្មានអីជាផែនការជីវិតទេពូអើយមួយថ្ងៃសុំឲ្យតែមានអាហារហូបគ្រប់គ្រាន់វាពេញចិត្តណាស់ទៅហើយនេះវេហាក៏ចូលវាំងដើម្បីប្រឡងជាពលសេនាដែរមែនទេពលសេនាជាកូនតាហ៊ាននឹងមែនទេ ខ្ញុំទៅប្រឡងធ្វើជាមន្ត្រីខ្ញុំមិនធ្វើពលតាហ៊ានទេពលតាហ៊ានតូចតាចបែបនេះនោះពលសេនាពលតាហ៊ាននឹងវាអន់ណាស់មែនទេតែវាមិនអន់អីទេគ្រាន់តែវាមិនសមនឹងកូនអ្នកមានទ្រព្យសម្បត្តិនិងមានចំណេះដូចខ្ញុំណែខ្ញុំប្រាប់ទៅចុះណាខ្សែខ្ញុំធំណាស់ត្រឹមពលតាហ៊ានកុំហៅខ្ញុំទៅធ្វើអីនេះហើយគេហៅទៅរើសអើងនោះសូម្បីតែការយល់ក៏មិនច្បាស់ផងអីក៏អួតម្លេះលោកមុខជាមិនអាចធ្វើជាមន្ត្រីធំបានទេហេពូនេះក្រហើយសម្ដីកប់ពពកហើយនឹងដៀលសមត្ថភាពគេទៅវិញទៀតចាំមើលណាបើមកសុំទៀនប៉ះខ្ញុំអីខ្ញុំនឹងដេញមិនឲ្យបាយស៊ីទេមើលសម្ដីចុះចាំតែមើលទៅពួកអាអ្នកក្រណែរាប់តែអ្នកក្រដូចគ្នានឹងទៅវេហានិយាយទាំងខឹងទាំងស្អប់ឬក៏បានចាក់ចេញទៅចំណែកពូលីវក៏មិនខ្វល់ឡើយនឹងបានសួរបន្តថាក្មួយកំពុងទៅធ្វើទាហានមែនទេបាទពូហើយខ្ញុំគិតថាឱកាសនេះក៏ជាឱកាសឲ្យខ្ញុំស្វែងរកចំណេះបង្កើនបញ្ញាផងដែរតែថាពេលនេះក៏មិនច្បាស់ទេហើយនឹងចាប់ផ្ដើមបែបណានោះសូមលោកពូជួយណែនាំផងបានទេចាំណាមុននឹងចង់សាកល្បងក្នុងសង្គមក្មួយត្រូវចេះអត់ធ្មត់បើកចិត្តទទួលយករឿងពេញចិត្តរឿងខកចិត្តក្មួយនឹងជួបមនុស្សគ្រប់ប្រភេទតែកុំងាយជឿកុំងាយវាយតម្លៃត្រូវរៀនសូត្រជាប់ចនិចផងដែរអូពិតជាមានន័យណាស់លោកពូក៏មិនប្រកែកដែរតែនេះជាគន្លឹះក្នុងការរស់នៅសម្រាប់អ្នកដែលចង់អភិវឌ្ឍខ្លួនណាដឹងទេក្មួយបាទពូ
ម្យ៉ាងទៀតត្រូវស្មោះត្រង់បង្កើនមិត្តភាពរាប់អានមនុស្សឲ្យបានច្រើននិងរាប់អានឲ្យត្រូវមនុស្សផងដែរមួយវិញទៀតត្រូវចិត្តល្អគោរពឲ្យតម្លៃលើកទឹកចិត្តដល់គេគ្រប់គ្នាបាទពូកុំប្រកាន់ច្រើនពេកមានអីធ្វើក៏ធ្វើមានអីជួយក៏ជួយហើយកុំទះសាឲ្យសោះពិតជាចំណេះដ៏មានតម្លៃខ្លាំងណាស់លោកពូមិនមែនជាអ្នកពូកែតែពូឃើញតែក្មួយជាមនុស្សបើកចិត្តចង់ចេះចង់ដឹងទើបពូចែករំលែកតែម្ដងទៅខ្ញុំពិតជាមានសំណាងណាស់ដែលបានមកជួបពូនៅទីនេះបានហើយពូលាហើយណាហើយកុំភ្លេចត្រូវធ្វើល្អចេញពីចិត្តនោះក្មួយនឹងបានល្អតបស្នងមកវិញបាទលោកពូខ្ញុំនឹងចងចាំទុកជម្រាបលាលោកពូសូមមានសំណាងល្អណាពូលាហើយថ្ងៃនេះពិតជាពិសេសសម្រាប់ជីវិតសុភាណាស់ព្រោះសុភាកាន់តែមានការយល់បន្ថែមទៀតហើយខ្ញុំពិតជាសប្បាយចិត្តណាស់ម្ដងនេះខ្ញុំមានរូបមន្តនៅក្នុងការស្វែងយល់ពីសង្គមនេះហើយអូមែនហើយចុះលោកតានោះនេះខ្ញុំដូចជាទុកលោកតាចោលយូរហើយ